លោកស្រីអ្នកនាងកញ្ញាទុកទស្សនិកជនជាទីគោរពកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីអំពីក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានវិលមកជួបលោកអ្នកនាងជាថ្មីទៀតហើយដោយដែលបាននាងខ្ញុំជម្រាបជូនកាលពីកម្មវិធីលើកមុនថានៅក្នុងថ្ងៃនេះយើងសូមលើកយកប្រធានបទមួយស្តីអំពីសិទ្ធិរបស់ភាគីនៅក្នុងរឿងក្តីព្រហ្មទណ្ឌចាប់បន្ទាប់ពីលោកអ្នកបានជ្រាបអំពីបែបបទតកតងទៅនឹងបណ្ដឹងក្នុងរឿងក្តីព្រហ្មទណ្ឌហើយសិទ្ធិរបស់ភាគីនៅក្នុងរឿងក្តីព្រហ្មទណ្ឌក៏ជាបញ្ហាសំខាន់ដែរដែលទូទាំងទស្សនិកជននិងប្រជាពលរដ្ឋយើងទាំងអស់គួរតែស្វែងយល់ឲ្យបានជ្រាបច្បាស់ថាតើនៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះជនល្មើសមានសិទ្ធិដូចម្ដេចហើយជនរងគ្រោះមានសិទ្ធិដូចម្ដេចនិងមន្ត្រីដែលធ្វើការខាងផ្នែកច្បាប់មានសិទ្ធិដូចម្ដេចចាដោយនៅក្នុងថ្ងៃនេះយើងមានការចូលរួមពីសំណាក់អាដាមវាគ្មិនដែលជាមន្ត្រីនៅក្រសួងយុតិធម៌មកបកស្រាយជូនចាគឺមានអាដាមកើតរិទ្ធជំរាបសួរចាអាដាមកើតរិទ្ធគឺជាអនុរដ្ឋលេខាធិការនៃក្រសួងយុតិធម៌អាដាមភៅសម្ភីជំរាបសួរអាដាមគឺជាអគ្គនាយកស្រាវជ្រាវនិងអភិវឌ្ឍលើវិស័យយុតិធម៌នៃក្រសួងយុតិធម៌និងអាដាមប៊ុនហុនជំរាបសួរចាអាដាមគឺជាអនុរដ្ឋលេខាធិការនៃក្រសួងយុតិធម៌ជាដំបូងនេះនាងខ្ញុំសូមជម្រាបសួរអាដាមកើតរិទ្ធចានៅក្នុងរឿងក្តីព្រហ្មទណ្ឌតើបុគ្គលណាខ្លះដែលជាភាគីចាបាទសូមជាក់ជូនថាក្នុងរឿងព្រហ្មទណ្ឌគឺខុសពីរឿងរដ្ឋវេនីដោយសាររឿងរដ្ឋវេនីជាទូទៅគេតែងឃើញភាគីមានតែពីរទេចាបាទដើមចោតនិងចុងចម្លើយប៉ុន្តែនៅក្នុងរឿងព្រហ្មទណ្ឌវិញគឺយើងឃើញថាភាគីក្នុងរឿងព្រហ្មទណ្ឌខុសពីរឿងរដ្ឋវេនីជាទូទៅគេសង្កេតឃើញថាភាគីក្នុងរឿងព្រហ្មទណ្ឌគឺមាន3ចាយើងហៅថាភាគីជនល្មើសក្នុងន័យជារួមសិនចាភាគីខាងជនរងគ្រោះហើយនិងភាគីអាយកាចាភាគីខាងជនល្មើសឬនិងភាគីខាងជនរងគ្រោះយើងអាចហៅថាជាភាគីឯកជនហើយភាគីមួយទៀតគឺអាយកានោះគឺជាអ្នកដែលតំណាងឲ្យសង្គមជាអ្នកដែលធានាការពារឲ្យទូទៅអញ្ចឹងគាត់គឺជាភាគីសង្គមចាអញ្ចឹងនៅក្នុងនេះគឺយើងបានបញ្ជាក់ជូនពីខាងកម្មវិធីលើកមុនថាភាគីនីមួយៗមានសិទ្ធិដូចម្ដេចប៉ុន្តែនេះគឺជាទូទៅយើងឃើញមាន3ប៉ុន្តែនៅក្នុងករណីខ្លះគឺភាគីហ្នឹងអត់មានដល់3ទេមានត្រឹម2ឧទាហរណ៍ជាបទល្មើសតាក់ទងជាមួយគ្រឿងញៀនចោះចាអញ្ចឹងយើងអត់មានភាគីជនរងគ្រោះទេមានតែរឿងភាគីខាងជនល្មើសជាមួយនឹងអាយកាជាមួយសង្គមតែម្ដងចឹងការចោតប្រកាន់ទៅគឺចាប់ផ្ដើមធ្វើទៅហើយក្នុងរឿងហ្នឹងអត់មានអ្នកណាទាមទារសំណងទេគឺយើងអនុវត្តច្បាប់យកតែម្ដងប៉ុន្តែជាទូទៅយើងសង្កេតឃើញមាន3បាទក្នុងនោះឧទាហរណ៍នៅពេលមានបទល្មើសមួយកើតឡើងជនម្នាក់គាត់ជាអ្នកបង្កឲ្យមានបទល្មើសគឺជាភាគីជនល្មើសអ្នកដែលទទួលរងគ្រោះអំពីអំពើគឺជាភាគីរងគ្រោះឯសង្គមអន្តរាគមន៍ដើម្បីធានាការពារសំណាប់របស់សាធារណៈគឺអាយកានេះឯងចាបាទចានៅក្នុងចំណោមភាគីទាំង3ដោយអាដាមមានប្រសាសន៍ចឹងគឺភាគីជនរងគ្រោះភាគីជនល្មើសនិងភាគីអាយកាតែក្នុងចំណោមពួកគាត់មានសិទ្ធិអ្វីខ្លះទៅនៅក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌបាទមុននឹងចាប់ផ្ដើមបញ្ជាក់ជូនអំពីសិទ្ធិរបស់ភាគីពាក់ព័ន្ធនៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនលើចំណុចមួយគឺគុណភាពដើម្បីទទួលបានជាភាគីនៅពេលដែលយើងបញ្ជាក់អំពីភាគីជនល្មើសភាគីជនរងគ្រោះភាគីអាយកានេះគឺជាន័យក្នុងន័យរួមតាក់ទងរឿងក្តីព្រហ្មទណ្ឌប៉ុន្តែបើសិនជាយើងផ្ដោតថាសួរថាតើពេលណាដើម្បីគាត់អាចខ្លាយទៅជាភាគីអញ្ចឹងយើងអាចលើកយកចំណុចមួយមកធ្វើការពិចារណាទី1ដើម្បីខ្លាយខ្លួនទៅជាភាគីគេហៅថាជនរងគ្រោះគឺក្នុងករណីនេះដោយខ្ញុំដោយកម្មវិធីលើកមុនបានបញ្ជាក់ជូនគឺភាគីជនរងគ្រោះមានសិទ្ធិអាចដាក់ពាក្យប្តឹងនេះទៅតុលាការទៅដំបងអាចដាក់ទៅនគរបាលធម៌បន្ទាប់មកទៅអាយកាហើយទៅជាក្រុមស៊ើបសួរហើយទៅតុលាការប៉ុន្តែគាត់នឹងคลายខ្លួនទៅជាភាគីពិតប្រាកដមួយនៃរឿងក្តីព្រហ្មទណ្ឌនៅពេលដែលគាត់តាំងខ្លួនជាដើមបណ្ដឹងរដ្ឋវេនីបានន័យថាគាត់តាំងខ្លួនចេញមុខដើម្បីទាមទារសំណងហើយតាំងខ្លួនថាគាត់គឺជាជនរងគ្រោះអញ្ចឹងក្នុងករណីគាត់នឹងคลายខ្លួនទៅជាភាគីដ៏ពិតប្រាកដមួយនៅក្នុងសំណុំរឿងឯចំពោះភាគីខាងជនល្មើសវិញជាទូទៅយើងមានដំណាក់កាលច្រើននៅក្នុងដំណាក់កាលស៊ើបអង្កេតគេតែងហៅថាជនសង្ស័យចា៎អញ្ចឹងជនដែលមានតម្រុយប្រវត្តិភាពហើយដែលជាមុខសញ្ញារបស់សំណុំរឿងស៊ើបអង្កេតគាត់គឺជាភាគីក្នុងសំណុំរឿងស៊ើបអង្កេតគេអាចប្រើអន្តិវិធីបង្ខំមួយចំនួនដូចជាការឃាត់ខ្លួនទៅលើជននោះជាដើមប៉ុន្តែបើសិនជាចេញផុតពីដំណាក់កាលស៊ើបអង្កេតចូលដល់ដំណាក់កាលស៊ើបសួរវិញអញ្ចឹងនៅក្នុងករណីនេះគឺដើម្បីคลายខ្លួនទៅជាភាគីក្នុងសំណុំរឿងស៊ើបសួរលុះណាតែបុគ្គលនោះគឺជាបុគ្គលដែលមានចង្អុលបង្ហាញនៅក្នុងដីកាសន្និដ្ឋានជំនួយស៊ើបសួររបស់អាយកាដែលកន្លែងនេះជននោះគឺឲ្យឈ្មោះថាជាជនត្រូវចោទឬបើប្រសិនបើគាត់មិនមានឈ្មោះ
នៅក្នុងដីកាសន្និដ្ឋានជួននឹងស៊ើបសួររបស់អាយកាទេគឺគាត់ត្រូវបានចៅក្រមស៊ើបដាក់ឲ្យក្រមការពិនិត្យដោយអនុលោមតាមមាត្រា126និងមាត្រា143នៃក្រមនីតិព្រហ្មទណ្ឌអញ្ចឹងដើម្បីដឹងថាអ្នកណាជាភាគីខាងជនល្មើសនោះគឺយើងត្រូវពិនិត្យក្នុងសំរឿងថាអ្នកណាដែលមានឈ្មោះនៅក្នុងដីកាសន្និដ្ឋានជួននឹងស៊ើបសួររបស់អាយកាដែលគេហៅភាសាកាត់នៅតុលាការគេហៅ AIE នោះហើយអ្នកគឺហើយនឹងបុគ្គលដែលត្រូវបានចៅក្រមស៊ើបសួរសម្រាប់ដាក់នៅក្រមការពិនិត្យអញ្ចឹងបុគ្គលទាំងពីរប្រភេទនេះមានឈ្មោះថាគឺជាជនត្រូវចោទអញ្ចឹងជនត្រូវចោទគឺជាភាគីខាងជនល្មើសនៅក្នុងសំណុំស៊ើបសួរចា៎ដល់ពេលនៅក្នុងសំណុំរឿងជំនុំជម្រះវិញសំណុំរឿងព្រហ្មទណ្ឌដែលត្រូវបញ្ជូនដល់ដំណាក់កាលជំនុំជម្រះគឺជនម្នាក់នឹងคลายខ្លួនទៅជាភាគីនៃដំណាក់កាលជំនុំជម្រះនៃសំណុំរឿងជំនុំជម្រះនោះលុះត្រាតែបុគ្គលនោះគឺជាកម្មវត្ថុនៃការបញ្ជូនទៅជំនុំជម្រះក្នុងនេះយើងមាននីតិវិធី3ដើម្បីបញ្ជូនទៅជំនុំជម្រះទី1គឺការបញ្ជូនតាមរយៈដីកាបញ្ជូនរឿងទៅជំនះរបស់ចៅក្រមស៊ើបឬសារដីកាបញ្ជូនជំនះរបស់សភាស៊ើបសួរទី2គឺជននោះត្រូវបានបញ្ជូនតាមដីកាកោះហៅបញ្ជូនទៅជំនះផ្ទាល់របស់អាយកាទី3គឺជននោះត្រូវបានបញ្ជូនទៅជំនះតាមរយៈកំណត់ហេតុស្អីពីការបង្ហាញខ្លួនភ្លាមនៅក្នុងនីតិវិធីទាំងអស់នេះគឺជននោះមានឈ្មោះថាជាជនជាប់ចោទអញ្ចឹងបើសិនជាយើងពិនិត្យក្នុងសំណុំរឿងជំនះអ្នកដែលមានឈ្មោះជនជាប់ចោទគឺជាភាគីនៅក្នុងសំណុំរឿងនោះឯងអាយកាយើងអាចដឹងបានដោយសារអាយកាគឺជាភាគីដែលភាគច្រើនគេហៅថាគឺជាគូក្រីដើមក្នុងរឿងព្រហ្មទណ្ឌអញ្ចឹងជាទូទៅគាត់នឹងคล้ายទៅជាភាគីមួយក្នុងសំណុំរឿងព្រហ្មទណ្ឌនៅពេលដែលគាត់សម្រេចធ្វើការចោទប្រកាន់តាមរយៈបណ្ដឹងអាជ្ញាអាចបញ្ជូនទៅយុត្តាធិការស៊ើបសួរឬមួយក៏យុត្តាធិការជំនុំជម្រះប៉ុន្តែនៅក្នុងដំណាក់កាលស៊ើបអង្កេតយើងអាចចាត់ទុកថាជាភាគីមួយប៉ុន្តែធៀបពិតគាត់មិនមែនជាភាគីពិតប្រកបមួយក្នុងទេព្រោះថាគាត់គឺជាអ្នកដឹកនាំនិងសម្របសម្រួលអញ្ចឹងនៅពេលដែលគាត់សម្រេចហើយទើបគាត់คล้ายខ្លួនទៅជាភាគីមួយនៃសំណុំរឿងស៊ើបសួរក៏ដូចជាសំណុំរឿងជំនុំជម្រះអញ្ចឹងនៅក្នុងដំណាក់កាលស៊ើបអង្កេតគឺគាត់ប្រើសិទ្ធិអំណាចរបស់គាត់ក្នុងនាមសង្គមដើម្បីធ្វើការស៊ើបអង្កេតដឹកនាំសម្របសម្រួលប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការទៅចៅក្រមស៊ើបឬមួយក៏ទៅតុលាការជំនុំជម្រះនេះគឺដើម្បីទទួលបាននៅគុណសម្បត្តិជាភាគីក្នុងរឿងព្រហ្មទណ្ឌមួយចំពោះសំណួរតាក់ទងថាតើបុគ្គលនោះមានសិទ្ធិអ្វីខ្លះតាក់ទងសិទ្ធិនេះគឺជាបញ្ហាធំនៅក្នុងក្រមនីតិព្រហ្មទណ្ឌដោយសារក្រមត្រូវសម្របសម្រួលពីសិទ្ធិដែលពាក់ព័ន្ធទាំងអស់នៅក្នុងរឿងដើម្បីធានាបាននូវការបង្ហាញការពិតអញ្ចឹងសិទ្ធិនេះគឺវាប្រែប្រួលទៅតាមទី1ដំណាក់កាលចា៎អាចប្រែប្រួលនៅក្នុងដំណាក់កាលស៊ើបអង្កេតគឺមានសិទ្ធិផ្សេងដំណាក់កាលស៊ើបសួរសិទ្ធិមួយផ្សេងដំណាក់កាលជំនះសិទ្ធិមួយផ្សេងសិទ្ធិហ្នឹងគឺអត់ដូចគ្នាទេគឺវាមានការប្រែប្រួលទៅតាមដំណាក់កាលនីតិវិធីទី2គឺប្រែប្រួលទៅតាមអ្វីគឺតាមគុណភាពរបស់គាត់ថាតើគាត់គឺជាភាគីខាងជនល្មើសភាគីខាងជនរងគ្រោះឬមួយក៏ភាគីខាងអាយកាប៉ុន្តែដើម្បីជាការយល់ដឹងជាបឋមខ្ញុំសូមបញ្ជាក់ជូនអំពីសិទ្ធិជារួមសិនតាក់ទងជាមួយនឹងភាគីខាងជនល្មើសសិទ្ធិរួមសំខាន់ជាងគេរបស់គាត់គឺសិទ្ធិក្នុងការការពារខ្លួនហើយសិទ្ធិនេះស្នូលឬជាខ្លឹមនៃសិទ្ធិនេះគឺការទទួលបានជំនួយមេធាវីដើម្បីការពារខ្លួនទន្ទឹមនឹងហ្នឹងក៏យើងឃើញមានសិទ្ធិដទៃផ្សេងទៀតគឺសិទ្ធិទទួលបាននៃការសន្មតទុកជាមុនថាគ្មានទោសដរាបណាគ្មានសាលក្រមឬសាលដីកាសម្រាប់ទណ្ឌទោសជាស្ថាពរបានន័យថាជាសិទ្ធិមួយដែលក្នុងនោះអង្គពាក់ព័ន្ធជាពិសេសនៅតុលាការត្រូវគិតថាគាត់គឺជាបុគ្គលដែលគ្មានទោសសិនបាទហ្នឹងក៏ជាសិទ្ធិមួយដ៏សំខាន់មួយផងដែរនេះសិទ្ធិទាំងអស់នេះយើងនឹងបញ្ជាក់ជូននៅពេលបន្តិចទៀតនៅតាមដំណាក់កាលនីមួយៗចំពោះសិទ្ធិរបស់ភាគីជនរងគ្រោះគឺយើងអាចយល់ដឹងថាជាសិទ្ធិក្នុងការចូលរួមទាមទារទី1ឲ្យមានការផ្តន្ទាទោសទី2គឺសិទ្ធិដើម្បីទាមទារសំណងចា៎អញ្ចឹងក្នុងនេះគាត់មានប្រយោជន៍នៅពេលដែលគាត់ដាក់ពាក្យប្តឹងណាអាចទៅនគរបាលឬទៅអាយកាគាត់មានប្រយោជន៍ដើម្បីជំរុញឲ្យអាយកាធ្វើការចោទប្រកាន់តាមរយៈនេះមិនត្រឹមតែគាត់អាចជំរុញមានការផ្តន្ទាទោសទេគាត់ក៏អាចទាមទារសំណងចេញមកពីបទល្មើសនោះផងដែរចំពោះអាយកាដោយបានបញ្ជាក់ជូនក្នុងកម្មវិធីលើកមុនហើយជាបេសកកម្មចម្បងរបស់អាយកាគឺជាទូទៅសិទ្ធិនិងអំណាចទាំងអស់ប្រគល់ឲ្យអាយកាដើម្បីគាត់អាចចាត់ការក្នុងនាមគាត់គឺជាតំណាងឲ្យសង្គមប្រយោជន៍សាធារណៈធ្វើការទាមទារឲ្យមានការអនុវត្តច្បាប់ដើម្បីផ្តន្ទាទោសជនល្មើសអញ្ចឹងសិទ្ធិមួយចំនួនជាប់ជាមួយនឹងគោលមួយនេះឯងបាទនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតនេះគឺយើងផ្ដោតទៅលើភាគីពីរទេគឺជនល្មើសនិងជនរងគ្រោះចានៅក្នុងដំណាក់កាលនេះតើជនល្មើសនិងជនរងគ្រោះមានសិទ្ធិអ្វីខ្លះដែរទេចំពោះភាគីឯកជនគឺសំដៅទៅដល់ភាគីខាងជនល្មើសបាននៃជនជាប់សង្ស័យហើយនិងភាគីខាងជនរងគ្រោះយើងអាចលើកយកភាគីជនរងគ្រោះដើម្បីពិនិត្យជាដំបូងភាគីជនរងគ្រោះនិយាយជារួមដូចខ្ញុំបញ្ជាក់ជូនពីខាងដើម
cứ chỉ việc kỳ mũi đại kia từ tua score sứt không niệm quạt cứ chỉ cho nông cướp làm bây đã bị đăng tim thiệp xem chẳng cô đào bạc quát sứt quát cứ chọc chỉ mũi năng cô đào ngoài thì mũi cứ tim tía ở miền ca bắt tiếp tục chẳng lại ní cứ quạt chùm rối ta mà dạ ai vậy cá để chi mà cha này mình đang ở nhá trong ca sầm rạch ông pi ca chào bạc cán chùm rối những pi ca chào bạc cán thì pi sứt mũi tiết cứ sứt làm bây tim tia sầm nòng chẳng còn miền phải giao nè pe đại miền ca chào bạc cán còn châu rùm nông tệ thí hay còn tim tia sầm nón ca khôi khát để khai miền từ bản đan một pi bọt là mờ chẳng là không cạn đấy ní bởi dương để dây pi sứt bẹ pon ní dương ai lực chịu thò muối u thò than để pe để còn đặt pi phải đặt u thò pi đắng ní mà đào ai gì cả chẳng qua trừ từ tua bàn pi ai gì cả là ca choi tọp mùi chỉ tu tới percent ba ai gì cả mình choi tọp rư môi có ai gì cả mình thưa ca chào bạc cán tại sao con tầm coi đừng tục ở chặt cá chẳng việc kia chuyên nông cừu nó còn ai pra sứt bóc quạt tam công tệ thì vùng toán cứ đăng to vá chùm pú chùm thạt cá rư ca mình choi tọp rồi bài gì cá chùm pú việc mình đăng bóc quạt bàn tay chỉ tu tới chùm pú ca choi tọp ca mình choi tọp chùm pú việc đăng bóc quạt ní cua thưa cá bị nứt nông sản việc môi phải chặt phải dài một phút chuồn cá đặc biệt đăng tới chỉ tu tới tam công tệ thì vùng toán nông dạ pe trầm vì khai ấy thì con miền sứt rồi bờ sân thì cái chói còn miền sứt đăng ấyอย่างbàn tay pe khác nông sản nông rương muối làm bay co sang sản nông rương muối cứ tiêm tia pe về chả ai vậy ca nâng mình sắm bạch ông pi ca chào bạc cán ông pi rương na muối tế percent mà còn viên mù than cực ròn chẳng làm bay từ tu ban mù than cực rón còn tới thưa ca sài chiếu rứ chặt ở miền ca sườn kẹt và thòm sân rứ sườn kẹt xem để chạm bách làm bay rốt mù than thả miền bọt mưa tay tì hỏi tiêu quạt chặt ca và to một tiền ní cứ tẹn tông chỉ muối nâng sứt đó sắm khan muối là bọt bị kia chuồn quốc được không đầm nạ ca sườn kẹt chấm pua chun chọp song say vinh chỉ tu tới dương ai bị đất stan pp stan pp muối cứ chun chọp song say để quạt miền luôn thay chỉ chun chọp song say ban đây tha cả này ní cứ dương ai dây pi sứt bán ban đây cả này muối tiết cứ ban đây tha miền mục sảnh nhà chun song say thì hai ai vậy cá quạt chặt cá từ lưỡi bàn đằng ở nhà tại mà u ta họ chia từ cá muối cả lại dương đăng cho ba tha xạ sọp để dương rau khơi nút cứ mình chôn đồng group ban slap đời xa bữa kia cả mình men cả này slap đời xa thò mà chiết mình men slap đời xa cả thứ kia đi chẳng được pe để miền tầm roi ở pi bọt là mớ miền mù thán chẳng ai cá còn ai phơi chùm rước muối cứ chào và cắn ta mà vậy để cá sòn tham chôn đường sập sù chẳng cả này ní ai chôn nút ascol một tỷ chôn chọp sáng sái dương ascol một tỷ chẳng được thông cả này ní cứ để cá sòn tham để chôn rửa sập sù bọt quát cứ chào và cắn chụp po chốn mình còn mốc đây thì ra bắp hai ta chào cán chụp po ảnh nhặt chun dân ảnh nhặt chun cứ chun đây cái mình có là tạo sinh nhà dân là không sam hiệp ní cứ dân khơi tha ọt miên phiện ký này chun phiện ký chun là mớ hàng chun là mớ hàng được không nặng cá sừng kế thế còn đây mũi tiết ọt thì u thọ để chịu bọt là mớ chẹt đầy chun là mớ trời ban chập luôn rứ môi cổ cả này sen tiết đây không nó miên đầm rối chẳng ó làm pi tạo sinh nhà bao một con là mùi chẳng cá sừng kế ai bắt đầu rứ ai bằng váy một sinh nhà trong quạt chẳng quát nâng khai từ chi phía chi môi để trơ ca phía luôn này để xa chập đá miền ca co sang không muốn chụp bộ quạt chìm sông lược đòi tru tru hỏng pi sứt bọc quát là không nặng ca sừng kết hơi sứt thông thông nút miền môi chụp muốn đôi to tử hai pe club cho chụp môi nâng ca quạt luôn tiệp phòng sứt thông những cái đôi mầm chụp điệp chuông hàng lứa cứ sứt không ca phía luôn hơi sứt ní cứ sứt từ tụ ban chụp môi mê tử vị chỉ tu tới sứt ní quạt ai miền mê tử vị ní nờ group p tặng ngọ bàn tay bờ sân chỉ bẹ pon chụp môi nâng ca quạt luôn percent ba bẹ pon chỉ môi cá quạt luôn dùng tam crom thì tệ thì prom toán cứ quạt ai cả say tẹt tông chỉ môi nâng mê tử vị bọc quạt nó ban cày pe đại cá quạt luôn còn lòng phật tới một phay buôn màu chẳng phật dạ pe một phay buôn màu này cá quạt luôn cứ phía kỳ nút miền sắt na sống san thần ní chỉ môi mê tử vị bọc quạt hai cá san thần ní ní cứ tới thứ không lẽ khăn sầm ngạt hồi chỉ tu tới quạt ai san thần ní ban dạ pe sam sấp này tì đại chừng nói ní cứ cầm thì lượng muốn chừng ban phải chạy chu nó hỏi sứt sen tiết bẹ pon chỉ môi sứt ca phía luôn năng đối khné cứ sứt không ca chlói rư mình chlói tới năng sầm nụ chừng nói như vậy bắt tài crom thì tệ thì prom toán mình chạy ở ba lo có bật men bàn tay bia cứ chỉ sứt mùi đòi xa tay miên cạn đây nam muối đại chuyên mình nẹt rơi ban kia bằng khóm làm bay từ tua vô trong lòi chẳng miên đây là mấy bờ sân chỉ con mình chlói cứ chỉ sứt bọc quạt mà bởi con mình chlói cứ chỉ sứt bọc quạt đôi khi mình ai pra vì thi bằng khóm u thọ đôi chi từ rồi là cám làm bay bậc khom quát oi lo chùm lòi thìวันนี้bậc quát smart chết chlói được luôn ấy cứ cả này ní cứ ai thưa tự bàn hơi sứt đôi khi đái nông nặng ca sườn kết cứ sứt từ tua bàn nơi ca son là mót tục chỉ muốn thạc miền tô
ដោយសារគាត់មិនទាន់មានសេចក្តីសម្រេចរបស់តុលាការណាមួយដែលសម្រេចបានទោសនៅចំពោះគាត់ឡើយអញ្ចឹងគាត់គឺជាជនសង្ស័យដូច្នេះជនសង្ស័យត្រូវចាត់ទុកគាត់ថាគឺជាជនគ្មានទោសសិនទើបយើងអាចដំណើរការប្រកបដោយតុល្យភាពនៃសិទ្ធិអញ្ចឹងយើងចាត់ទុកថាគាត់គឺជាបុគ្គលដែលគ្មានទោសហើយតាមរយៈនេះក៏វាមានការពាក់ព័ន្ធមួយចំនួនតាក់ទងគោលការណ៍នៃការសម្ងាត់នៃការស៊ើបអង្កេតការស៊ើបសួរជាដើមនោះដែលគេថាត្រូវរក្សាការសម្ងាត់ដោយសារតែគោលការណ៍នេះឯងគោលការណ៍នេះឯងដែលគេថាមិនត្រូវបញ្ចេញមុខសញ្ញាថាជននឹងគឺជាអ្នកប្រព្រឹត្តបទល្មើសជាដើមឡាក់ហ្នឹងដោយសារយើងមិនទាន់មានសេចក្តីសម្រេចស្ថាពរតែសម្រេចផ្ដន្ទាទោសអញ្ចឹងបើយើងបង្ហាញបញ្ជាក់ថាជននឹងគឺជាអ្នកប្រព្រឹត្តបទល្មើសស្រាប់តែដំណើរការអន្តរជាតិស្វែងរកការពិតមានផុសតាងផ្សេងបញ្ជាក់ថាគាត់មិនមែនប្រព្រឹត្តបទល្មើសនោះវាប៉ះពាល់ដល់សិទ្ធិរបស់គាត់ចា៎បាទអាហ្នឹងគឺសិទ្ធិពាក់ព័ន្ធជាមួយនឹងបញ្ហានេះបើសិនជាក្នុងក្របខ័ណ្ឌនៃការឃាត់ខ្លួនយើងឃើញមានសិទ្ធិមួយទៀតគឺសិទ្ធិទទួលបានជំនួយពីគ្រូពេទ្យចា៎អញ្ចឹងគាត់អាចសុំឲ្យគ្រូពេទ្យចូលទៅពិនិត្យសុខភាពរបស់គាត់ថាតើគាត់អាចទទួលនៅស្ថានភាពនៃការឃាត់ខ្លួនបានដែរទេប៉ុន្តែជារួមតកតងមួយសិទ្ធិរបស់ខាងជនរងគ្រោះជនល្មើសនេះគឺជនជាប់សង្ស័យនេះគឺយើងផ្ដោតជាសំខាន់ទៅលើសិទ្ធិពីរហ្នឹងគឺសិទ្ធិក្នុងការការពារខ្លួនដែលស្នូលនៃសិទ្ធិនេះឬខ្លឹមនៃសិទ្ធិនេះគឺសិទ្ធិទទួលបានជំនួយមេធាវីនេះឯងសូមអរគុណចា៎សូមអរគុណបន្ទាប់ពីដំណាក់កាលស៊ើបអង្កេតយើងចូលដល់ដំណាក់កាលស៊ើបសួរវិញម្ដងនេះខ្ញុំសូមជម្រាបសួរអាយដាមភៅសម្ភារថានៅក្នុងដំណាក់កាលស៊ើបសួរនេះមានយើងឃើញថាបើតាមប្រសាសន៍របស់អាយដាមកើតគឺមានភាគីដល់ទៅ3ចា៎ពាក់ព័ន្ធគឺភាគីជនរងគ្រោះភាគីជនល្មើសនិងភាគីអัยការនាងខ្ញុំសូមជម្រាបសួរអាយដាមថានៅក្នុងដំណាក់កាលនេះចំពោះភាគីជនរងគ្រោះតើគាត់មានសិទ្ធិអ្វីខ្លះទៅតាមបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌដំណាក់កាលស៊ើបសួរគឺត្រូវបានបើកដោយដីកាសន្តានបញ្ជូនរឿងស៊ើបសួររបស់អัยការដូច្នេះនៅក្នុងដំណាក់កាលស៊ើបសួរនេះបើយើងគិតអំពីចំណាត់ការជំរើសនៃការចោទប្រកាន់នេះគឺអัยការចោទប្រកាន់តាមរយៈការបើកការស៊ើបសួរបាទដូច្នេះនៅពេលចាប់ពីមានដីកាសន្តានបញ្ជូនរឿងស៊ើបសួរនេះសំណុំរឿងត្រូវផុតពីអัยការមិនមែនជាហើយថាជាអ្នកដឹកនាំសម្រាប់រលការងារស៊ើបអង្កេតទៀតទេពេលហ្នឹងគាត់ប្រែคลายខ្លួនគាត់ទៅជាភាគីនៅក្នុងរឿងក្តីព្រហ្មទណ្ឌហើយដែលយើងហៅជាទូទៅថាគូក្តីដើមនៅក្នុងរឿងក្តីព្រហ្មទណ្ឌហើយនៅក្នុងដំណាក់កាលស៊ើបសួរនេះយើងសង្កេតឃើញថាមានភាគីសំខាន់3គឺជនរងគ្រោះភាគីជនរងគ្រោះភាគីបាទជនល្មើសដែលក្នុងពេលនេះជនសង្ស័យនៅក្នុងដំណាក់កាលស៊ើបអង្កេតដោយអាដាមកើតរិទ្ធបានបញ្ជាក់មិញកាលណាមានដីកាសន្តានជួរស៊ើបសួរជនដែលមានឈ្មោះនៅក្នុងហ្នឹងគឺលែងហៅថាជនសង្ស័យហើយត្រូវបានហៅថាជនត្រូវចោទតែម្ដងភាគីជនត្រូវចោទហើយភាគីមួយទៀតគឺភាគីដើមបណ្ដឹងរដ្ឋវិន័យដែលជាជនរងគ្រោះផ្ទាល់ឬតំណាងរបស់គាត់តាក់ទងជាមួយនឹងសិទ្ធិរបស់ជនភាគីរងគ្រោះនេះគឺដោយអាដាមកើតរិទ្ធបានបញ្ជាក់ហើយគឺនៅក្នុងនាមជាអ្នកជនរងគ្រោះផ្ទាល់ដោយសារអំពើល្មើសគាត់មានសិទ្ធិទទួលនៅសំណងនិងជំងឺចិត្តដែលជាភេសជ្ជកម្មកើតឡើងដោយបទល្មើសដូច្នេះដើម្បីគោលបំណងដោយយើងបានបញ្ជាក់នៅក្នុងធានបទមុនអំពីគោលបំណងនៃបណ្ដឹងរដ្ឋវិន័យដើម្បីធ្វើយ៉ាងណាឲ្យជនរងគ្រោះទទួលបាននៅសំណងជំងឺចិត្តដូច្នេះដើម្បីជំរុញដល់គោលបំណងឲ្យគាត់បានសម្រេចនេះគាត់មានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុងនីតិវិធីព្រហ្មទណ្ឌជាពិសេសដំណាក់កាលស៊ើបសួរធ្វើយ៉ាងណាឲ្យអាជ្ញាធរស៊ើបសួរក៏ដូចជាអាជ្ញាធរនំរះធ្វើការចាត់ប្រកាន់និងផ្ដន្ទាទោសជនល្មើសទៅតាមច្បាប់ដើម្បីពេលនោះគាត់ទទួលបាននៅសំណងនិងជំងឺចិត្តរបស់គាត់ដូច្នេះក្នុងក្របខ័ណ្ឌដើម្បីអនុវត្តឲ្យបានសម្រេចនៅបំណងរដ្ឋវិន័យគឺជាទទួលនៅសំណងជំងឺចិត្តនេះគាត់មានសិទ្ធិសំខាន់មួយចំនួនដែលកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌទីហោថាសិទ្ធិស្នើសុំឲ្យបំពេញកិច្ចនៃការស៊ើបសួរបានន័យថាគាត់មានសិទ្ធិស្នើសុំឲ្យចៅក្រមស៊ើបសួរបំពេញកិច្ចណាមួយដែលមានប្រយោជន៍សម្រាប់របស់គាត់ឧទាហរណ៍ដូចជាស្នើសុំឲ្យស្ដាប់ចម្លើយគាត់ស្ដាប់ចម្លើយសាកសីសួរចម្លើយជនត្រូវចោទធ្វើការសួរតទល់គ្នាឬក៏ធ្វើការចុះពិនិត្យទៅដល់កន្លែងកើតហេតុហើយក្រៅពីនេះទៀតគឺដើម្បីផលប្រយោជន៍ការពារនៅសិទ្ធិរបស់គាត់បើគាត់ក៏មានយល់ឃើញថាផលប្រយោជន៍គាត់មានសិទ្ធិស្នើសុំឲ្យចៅក្រមស៊ើបសួរធ្វើកសលវិច័យហើយនៅពេលដែលកសលវិច័យផលិតផលនៃកសលវិច័យគាត់មានការសង្ស័យគាត់មានសិទ្ធិស្នើសុំឲ្យធ្វើកសលវិច័យបន្ថែមឬក៏ធ្វើបតិកសលវិច័យហើយសិទ្ធិទាំងពីរនេះគឺក្នុងករណីដែលចៅក្រមស៊ើបសួរបដិសេធគាត់មានសិទ្ធិប្តឹងតវ៉ាទៅសភាស៊ើបសួរនៃសាលាតដើម្បីឲ្យសម្រេចអំពីករណីនេះដូច្នេះយើងឃើញថាសិទ្ធិរបស់គាត់សំខាន់ត្រូវបានកំណត់នៅក្នុងក្រមនីតិវិធីបានន័យថាធ្វើយ៉ាងណាជំរុញដំណើរការនៃការស៊ើបសួរឲ្យបានឆាប់រហ័សប្រមូលភស្តុតាងឲ្យបានត្រឹមត្រូវតាមច្បាប់ដើម្បីឈានទៅដល់ការដំណាក់កាលជំនុំរះផ្ដន្ទាទោសតាមច្បាប់កំណត់ហើយពេលនោះគាត់
ទទួលនៅការសម្រេចអំពីសំណងរដ្ឋវិន័យនេះជាគោលដៅចុងក្រោយរបស់គាត់ហើយក្រៅពីនេះដើម្បីជំរុញធានាភាពឆាប់រហ័សនៃនីតិវិធីក្នុងការស៊ើបសួរនេះច្បាប់ក៏បានកំណត់ឲ្យគាត់មានសិទ្ធិប្តឹងសុំបិទសំណុំរឿងបែរថាបើសិនជារយៈពេល1ឆ្នាំកន្លងផុតទៅគិតពីថ្ងៃដែលគាត់តាំងខ្លួនជាដើមម្ដងរដ្ឋវិន័យទីថាគាត់តាំងខ្លួនជាដើមម្ដងរដ្ឋវិន័យតាមរយៈផ្លូវអន្តរាគមន៍គេរាប់ពេលដែលគាត់តាំងខ្លួនជាដើមម្ដងរដ្ឋវិន័យ1ឆ្នាំគាត់មានសិទ្ធិប្តឹងឲ្យចាក្រមស៊ើបសួរធ្វើការបិទការស៊ើបសួរដើម្បីសម្រេចឲ្យបានឆាប់រហ័សថាតើជនត្រូវចោទហ្នឹងមានតម្រុយពីរដ្ឋភាពគ្រប់គ្រាន់អាចធ្វើការផ្តន្ទាតុលាការផ្តន្ទាទោសដើម្បីគាត់ពេលហ្នឹងតុលាការអាចផ្តន្ទាទោសបានឆាប់រហ័សគាត់មានសិទ្ធិទទួលនៅសំណងរដ្ឋវិន័យដូច្នេះក្នុងករណីដែលចាក្រមស៊ើបសួរមិនសម្រេចទៅតាមការស្នើសុំរបស់គាត់នេះគាត់មានសិទ្ធិប្តឹងទៅសភាស៊ើបសួរទៀតដូច្នេះគាត់ថាគឺគោលដៅបំណងរបស់គាត់ជំរុញនីតិវិធីនៃការស៊ើបសួរនឹងឲ្យបានឆាប់រហ័សចា៎ហើយក្រៅពីនេះទៀតនៅក្នុងក្របខ័ណ្ឌធានានៅសិទ្ធិរបស់គាត់ហ្នឹងគឺបានន័យថាគាត់មិនត្រឹមតែជំរុញមានគោលដៅជំរុញនីតិវិធីស៊ើបសួរឲ្យបានឆាប់រហ័សទេនៅក្នុងដំណាក់កាលស៊ើបសួរហ្នឹងគាត់មានសិទ្ធិតាំងពិនិត្យអំពីនិយត្តភាពនៃកិច្ចនៃការស៊ើបសួរគាត់យល់ឃើញថាកិច្ចដែលបានស៊ើបសួរដែលធ្វើឲ្យចាក្រមស៊ើបសួរនេះធ្វើឡើងដោយមានភាពមិនប្រក្រតីហើយប៉ះពាល់ដល់ផលប្រយោជន៍របស់គាត់មានសិទ្ធិប្តឹងសុំមូលភាពនៃកិច្ចស៊ើបសួរនេះទៅសភាស៊ើបសួរនៃសាលាតដែលបានកំណត់នៅក្នុងមាត្រា253ហើយជាពិសេសមាត្រា268ដែលនិយាយអំពីសិទ្ធិរបស់គាត់ក្នុងការប្តឹងទៅសភាស៊ើបសួរក្នុងករណីដែលចាក្រមស៊ើបសួរបដិសេធនឹងការស្នើសុំរបស់គាត់មានសិទ្ធិប្តឹងទៅសភាស៊ើបសួរតោះហើយចំណុចមួយចុងក្រោយទៀតតាក់ទងចំណាត់ការចុងក្រោយរបស់ចៅក្រមស៊ើបសួរនៅពេលដែលធ្វើការបិទការស៊ើបសួរតាមរយៈដីកាដំណោះស្រាយដីកាដំណោះស្រាយមានរូបភាពជាដីកាលើកលែងចោទប្រកាន់ឬដីកាបញ្ជូនទៅជំរះផ្ទាល់កាលណាចៅក្រមស៊ើបសួរបិទការស៊ើបសួរតាមរយៈដីកាលើកលែងចោទប្រកាន់ដូច្នេះជនដើមម្ដងរដ្ឋវិន័យជាជនរងគ្រោះហ្នឹងតំណាងជនរងគ្រោះគាត់យល់ថាផលប្រយោជន៍របស់គាត់ត្រូវបានប៉ះពាល់ពីព្រោះថាបើសិនជាលើកលែងចោទប្រកាន់គ្មានបទល្មើសគាត់ក៏មិនអាចទទួលសំណងរដ្ឋវិន័យដូច្នេះសិទ្ធិរបស់គាត់មានសិទ្ធិប្តឹងតវ៉ាទៅសភាស៊ើបសួរនៃសាលាតទៀតចានៅក្នុងដំណាក់កាលនៃការស៊ើបសួរនេះដែរចំពោះភាគីត្រូវចោទវិញតើគាត់មានសិទ្ធិអ្វីខ្លះដែរហ្នឹងបាទចំណែកភាគីជនត្រូវចោទនេះគឺមានបទបញ្ញត្តិជាច្រើននៃក្រមនីតិវិធីព្រហ្មទណ្ឌនេះត្រូវបានរៀបចំឡើងក្នុងគោលដៅទី1ធានានៅគោលការណ៍ជាមូលដ្ឋានសិទ្ធិនៃការការពារខ្លួនរបស់ជនត្រូវចោទដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាយើងហើយក្រមនីតិវិធីព្រហ្មទណ្ឌបានបញ្ញត្តិដើម្បីអនុវត្តនៅគោលការណ៍នេះហើយនឹងគិតគូរផងដែរអំពីគេហៅថាតុល្យភាពនៃការបង្ក្រាបនិងការធានានូវសិទ្ធិរបស់បុគ្គលពាក់ព័ន្ធក្រមនីតិវិធីព្រហ្មទណ្ឌត្រូវបានរៀបចំឡើងដើម្បីធានាប្រសិទ្ធភាពស្វែងរកការពិតនិងបង្ក្រាបបទល្មើសប៉ុន្តែក៏គិតគូរផងដែរអំពីបុគ្គលដែលពាក់ព័ន្ធជាពិសេសជនត្រូវចោទតែម្ដងដែលគាត់អាចនឹងត្រូវទទួលវិធានការបង្ខំដោយចក្រមស៊ើបសួរនៅក្នុងដំណាក់កាលស៊ើបសួរដូច្នេះសិទ្ធិចម្បងរបស់គាត់គឺសិទ្ធិទទួលជំនួយមេធាវីហៅថាសិទ្ធិទទួលជំនួយមេធាវីនេះគឺនៅពេលដែលមានដីកាសន្និដ្ឋានជំរឿស៊ើបសួរហើយចក្រមស៊ើបសួរបង្ហាញកោះឲ្យគាត់បង្ហាញខ្លួនជាដំបូងនៅមុខចក្រមស៊ើបសួរពេលនោះគាត់មានសិទ្ធិមិនឆ្លើយហៅថាគាត់មានសិទ្ធិអមដោយមេធាវីក្នុងករណីដែលគាត់ពុំមានមេធាវីអមគាត់អាចស្នើសុំឲ្យមានមេធាវីឬចក្រមហើយក្នុងករណីគាត់ពុំមានលទ្ធភាពជួលមេធាវីដែលឥតគិតថ្លៃនឹងត្រូវបានចាត់តាំងតាមច្បាប់ស្តីពីលក្ខខណ្ឌមេធាវីសិទ្ធិមានមេធាវីហើយតាក់ទងជាមួយការបង្ហាញខ្លួនលើកដំបូងហើយតំណែងតំណងរវាងក្នុងករណីដែលគាត់ត្រូវជាប់ឃុំគាត់អាចតាក់ទងដោយសេរីជាមួយនឹងមេធាវីរបស់គាត់ចំណុចមួយទៀតតាក់ទងជាមួយនឹងគាត់បានទទួលនៅគោលការណ៍សម្ងាត់នៃការស៊ើបសួរដើម្បីការពារនៅកិត្តិយសសេចក្តីថ្លៃថ្នូររបស់គាត់ជាបឋមហើយក៏គោរពឲ្យបានផងដែរនៅគោលការណ៍ការសន្មត់ជាមុនថាមនុស្សអត់ទោសលុះតាតែលកឹកណាមិនទាន់មានសេចក្តីសម្រេចផ្តន្ទាទោសជាស្ថាពរក្នុងគោលការណ៍សម្ងាត់នៃការស៊ើបសួរនេះគាត់មានផលប្រយោជន៍ផងដែរអ្វីដែលគាត់តាក់ទងជាមួយមេធាវីរបស់គាត់ទោះជាគាត់បានសារភាពប្រាប់ត្រង់មេធាវីរបស់គាត់ថាគាត់បានប្រព្រឹត្តអំពើនឹងមែនហើយការនេះជាការសម្ងាត់ហើយទោះបីថាសមត្ថកិច្ចលួចថតស្ដាប់អ្វីដែលសមត្ថកិច្ចលួចថតបាននេះมันអាចជាមូលដ្ឋានយកសិផុសតាងនៅក្នុងការជំនុំជម្រះដោយតុលាការដើម្បីសម្រេចពីប្រវត្តិភាពរបស់គាត់ទេចំណុចនេះបានកំណត់នៅក្នុងមាត្រា321ហើយតាក់ទងជាមួយនឹងគោលការណ៍សម្ងាត់នៃការស៊ើបសួរនេះអាយដាមការ៉ឹតក៏បានបញ្ជាក់ហើយអំពីគោលដៅ
ពីសំខាន់ការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គលពាក់ព័ន្ធក៏ដូចជាការពារនៅគ្រប់ឲ្យបាននៅគោលការណ៍សន្មតជាមុនអត់ទោសពីព្រោះថាបើសិនជាយើងធ្វើឲ្យលេចលឺជាសាធារណៈអំពីអត្តសញ្ញាណរបស់ជនត្រូវចោទវាអាចប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរអំពីនឹងអំពីសមាហរណកម្មរបស់គាត់ទៅក្នុងសង្គមវិញក្នុងករណីដែលគាត់ត្រូវបានលើកលែងដោយតុលាការរកទៅឃើញចំនួនអត់ទោសដូច្នេះប៉ះពាល់ទំនាក់ទំនងសង្គមរបស់គាត់ចំណុចមួយទៀតវាប៉ះពាល់ដល់ប្រសិទ្ធភាពនៃការស្វែងរកភស្តុតាងផងដែរពីព្រោះថាបើសិនជាមានអ្នកដែលចូលរួមក្នុងការប្រព្រឹត្តបទល្មើសជាមួយជនត្រូវចោទឃើញជនត្រូវចោទត្រូវបានគេចាប់ខ្លួនបង្ហាញជាស្នានេះច្បាស់ជារៀបចំបំផ្លាញភស្តុតាងនិងរត់គេចខ្លួនបាទហើយវាប៉ះពាល់ដល់ប្រសិទ្ធភាពនៃការបង្ក្រាបចំណុចមួយទៀតតាក់ទងជាមួយនឹងអនិច្ចជននៅក្នុងជនត្រូវចោទអនិច្ចជននេះច្បាប់នីតិវិធីព្រហ្មទណ្ឌនេះកំណត់ថាត្រូវតែមានមេធាវីអមជានិច្ចមានថាទោះក្នុងករណីណាក៏ដោយចាក្រមស៊ើបសួរនោះมันអាចសួរអនិច្ចជនដោយគ្មានវត្តមានមេធាវីបានទេចំណែកជនត្រូវចោទដែលជានិតិជនគាត់អាចថាឆ្លើយដោយមិនចាំបាច់មានមេធាវីតាមការស្ម័គ្រចិត្តរបស់គាត់ឬក៏គាត់ចាំបាច់មានមេធាវីចាក្រមស៊ើបសួរត្រូវតែសួរដោយមានមាត់មានមេធាវីនេះជាគោលការណ៍ចំណុចមួយទៀតតាក់ទងសិទ្ធិនឹងប្រហាក់ប្រហែលជាមួយនឹងសិទ្ធិរបស់ជនរងគ្រោះដែរគឺសិទ្ធិស្នើសុំឲ្យចក្រមស៊ើបសួរបំពេញកិច្ចនៃការស៊ើបសួរដែលគាត់យល់ឃើញថាមានប្រយោជន៍ដើម្បីបញ្ជាក់ពីភាពអត់ទោសបាទឥតកំហុសរបស់គាត់ឧទាហរណ៍ដូចជាស្នើសុំឲ្យចក្រមស៊ើបសួរសួរចម្លើយគាត់សួរចម្លើយសាក្សីស្ដាប់ចម្លើយសាក្សីស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋនីហៅដើមបណ្ដឹងរដ្ឋនីមកសួរតទល់ជាមួយគាត់ចុះពិនិត្យដល់កន្លែងកើតហេតុហើយក្រៅពីហ្នឹងបន្ថែមដើម្បីស្វែងរកការពិតហ្នឹងមានសិទ្ធិស្នើសុំឲ្យចក្រមស៊ើបសួរធ្វើកុសលវិច័យកាលណាការងារតាក់ទងជាមួយនឹងជំនាញដែលតម្រូវឲ្យមានអ្នកជំនាញគឺធ្វើកុសលវិច័យហើយលទ្ធផលនៃកុសលវិច័យនឹងគឺអាចត្រូវបែរថាគាត់យល់ឃើញថាมันមានប្រយោជន៍ធ្វើឡើងដោយមិនត្រឹមត្រូវគាត់អាចស្នើសុំឲ្យមានកុសលវិច័យបន្ថែមឬក៏ធ្វើប្រតិកុសលវិច័យហើយចំណុចនេះសិទ្ធិរបស់គាត់នេះបានកំណត់នៅក្នុងមាត្រា162និងមាត្រា170កំណត់ដូចនៅក្នុងករណីសិទ្ធិរបស់ជនរងគ្រោះដែរ